มันថារបរលក់ដូរអីទេឲ្យតែមានចំណូលសញ្ញាបូកចូលផ្ទះគឺខ្ញុំលក់ដូរទាំងអស់បងប្អូនថ្ងៃនេះមានភ្ញៀវកំងមកជួកូនម៉ែទៅខាងតាមខេត្តទៀតហើយបងប្អូនអរគ្នាតែលើកនេះទៅខេត្តឆ្ងាយមែនទែនដល់រតនគិរីណោះហើយអរគុណបងប្អូនអរគ្នាដែលតែងតែគ្រប់គ្រងកំងមកជួកូនម៉ែពីខាងខ្ញុំទៅបងប្អូនហើយខ្ញុំកំពុងរៀបចំវិកខ្ចប់ជូនទៅខាងបងប្រុសហើយណាមួយនៅខាងរតនគិរីហ្នឹងរៀងឆ្ងាយដែរអញ្ចឹងសេវាខ្ញុំដាក់ពិសេសទៅឲ្យគាត់តែម្ដងនិយាយទៅមកជួកូនម៉ែគឺខ្ញុំអត់អាចដាក់សេវាធម្មតាបានទេបងប្អូនខ្ញុំខ្លាចខូចអញ្ចឹងណាខ្ញុំសុខចិត្តដាក់សេវាពិសេសហើយចេញថ្លៃសេវាឲ្យពួកគាត់ទៀតចំពោះបងប្អូនអ្នកគ្នាត្រូវការកំងញ៉ាំមកជួកូនម៉ែបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទខ្ញុំដាក់នៅខាងលើឬក៏តាក់ទងតាម page ក៏បានដែរបងប្អូនអ្នកគ្នាចាមួយកដងធំហ្នឹងតែ40000រៀលទេហើយសេវាគឺខាងខ្ញុំអ្នកចេញឲ្យតែម្ដងហើយចំពោះមកជួកូនម៉ែយើងគឺផ្ញើតែពេលល្ងាចទេបងប្អូនអ្នកគ្នាអញ្ចឹងបើសិនជាខ្ញុំដាក់សេវាពិសេសស្អែកឡើងពេលល្ងាចដល់ហើយជួកូនម៉ែវិញបងប្អូនអ្នកគ្នាយកទៅដល់បងប្អូនអាចយកលព្រាឬក៏វែកស្អាតដែលមានប្រឡាក់ជាតិប្រៃណាហើយតមកយើងលាងធុងឲ្យស្អាតមកហើយយើងដួសដាក់2 3វែកបន្ទាប់មកទៀតបងប្អូនចាប់ផ្ដើមយកជាមួយនឹងបាយកកឬក៏បាយក្តៅក៏បានដែរបងប្អូនអរគ្នាគ្រាន់តែយើងយកទៅលាងទឹកឲ្យវាត្រជាក់ហើយយើងសម្រោះទឹកឲ្យស្រស់ទឹកបន្តិចមកហើយយើងដួសដាក់1វែក2វែកពីលើហ្នឹងមកហើយតមកគម្របរបស់វាហ្នឹងគឺយើងត្រូវតាចោះប្រហោងវាបន្តិចហើយក៏យើងអត់គ្របគម្របឲ្យចិត្តពេកដែរគឺយើងហើបអញ្ចឹងណាហើយយើងរក្សាទុកនៅកន្លែងដែលត្រជាក់ក៏មិនក្តៅពេកបងប្អូនហើយមួយអាទិត្យក្រោយមកបងប្អូនចាប់ផ្ដើមមើលបើសិនជាវាកាច់คล้ายទៅជាក៏អស់ជាបាយរីកហើយបងប្អូនចាប់ផ្ដើមដួសបាយកកដែលយើងបានលាងហ្នឹងដាក់បន្ថែមបន្តទៀតទៅនិយាយទៅការចិញ្ចឹមគឺងាយស្រួលទេបងប្អូនអរគ្នាយើងគ្រាន់តែមានបាយកកហើយយើងលាងសម្រោះទឹកឲ្យស្ងួតល្អហើយយើងយកទៅដាក់ទៅគឺកូនម៉ែរបស់យើងកើតល្អមែនទេហើយកូនម៉ែរបស់យើងបើសិនជាវាកើតនៅក្នុងធុងហ្នឹងយើងឃើញដូចអីគេអត់ទូចវើកបងប្អូនអាហ្នឹងគឺវារស់ហើយប៉ុន្តែបើថាអត់មានអាកូនទូចហ្នឹងឡើងមកទេអាហ្នឹងកូនម៉ែយើងអត់រស់ទេយើងអាចដាក់បដូរកណ្ដុងហើយយើងដាក់ចិញ្ចឹមថ្មីទៀតទៅ